Thệpទី 3 គឺការតេស្តងារអញ្ចឹងគឺដូចគ្នាទេកន្លែងទម្រង់ Excel ទម្រង់ upload Excel នេះកន្លែងនេះគឺការបញ្ចូលចំណងជើងដូរលេខជាខ្មែរឬក៏អង់គ្លេសជាកត្តាវិនិច្ឆ័យ Century Attribute ឧទាហរណ៍ថាយើងវាតម្លៃទៅលើផលិតផលរបស់យើងទៅលើខ្លះរូបរាងពណ៌ក្លិនអីផ្សេងៗកន្លែងនេះគឺយើងអាចកែសម្រួលវាបានឧទាហរណ៍ថាចង់ដាក់ទៅខ្មែរទេក៏បានឬក៏ដូរវាថាទៅជាអីគេវិញពណ៌ក្លិនឬក៏រសជាតិអីចឹងស្រេចលើយើងឬក៏យើងចង់លុបវាចេញក៏បានដែរណាទោះនេះចុចលុបមកចុចលុបវាអស់មកបន្តមកទៀតយើងដាក់កត្តាវិនិច្ឆ័យអាស្រ័យទៅលើយើងឧទាហរណ៍យើងចង់តេស្តទៅលើខ្លះពណ៌អញ្ចឹងដាក់ពណ៌មកណាបន្តទៀតយើងបញ្ចូលទៅនៃកន្លែងនេះជាងកន្លែងនេះអ្នកភ្លក់ប្រហែលអ្នកអានេះជាឧទាហរណ៍5អ្នកអញ្ចឹងបើសិនជាមានលើស5អ្នកគឺយើងអាចបន្ថែមបាននេះបន្ថែមអ្នកភ្លក់ឧទាហរណ៍30អ្នកយើង add ឲ្យគ្រប់30អ្នកមកបច្ច័យឧទាហរណ៍យើងមានប្រហែលបច្ច័យបើ3យើង3ទាំងទៅតែបើសិនជាមាន4យើងថែម4មកបើសិនជាមានតែ2ទេដាក់2ទៅណាអញ្ចឹងកន្លែងបតុងហ្នឹងគឺងាយស្រួលទេបតុង cell បតុង open clear ទៅនេះដើម្បីវាចូលឬក៏ restore មកវិញណាអូខេអញ្ចឹងពេលដែលយើងបញ្ចូលអស់ហើយបាទបញ្ចូល attribute មួយអស់ហើយយើងចុចវិភាគតែម្ដងអញ្ចឹងវានឹងបង្ហាញក្រាបទាំងអស់ឲ្យយើងអានេះគឺក្រាបកត្តាវិនិច្ឆ័យទៅលើរូបរាងហើយនឹងមានការបញ្ចូលមានតារាង ANOVA រហូតដល់ចុងក្រោយគឺមានក្រាបមួយគឺក្រាបពីពីងឬក៏យើងហៅថា radar graph ដែលវាសង្ខេបជារួមទៅលើចំណង់ចំណូលចិត្ត attribute ទាំងអស់កត្តាបន្ទុកទាំងអស់ហ្នឹងបាទអញ្ចឹងយើងអាចយកវាទៅប្រើប្រាស់បានយើងអាច download វាទាញយកជា Word បានដូចគ្នាបាទយើង save មកអូខេបើកវាមកអូខេអញ្ចឹងយើងនឹងបានក្រាបដូចជាការបញ្យល់តារាង ANOVA ផ្សេងៗយកទៅប្រើបាន